ធម្មតាសម្រាប់ម៉ូតូ Smart Key យើងពេលដែលយើងចុចបិទបើកសោណាយើងឆ្លងគ្នាទៅវាលឺសលេងណាហើយបើសិនយើងចង់បិទសលេងហ្នឹងយើងអាចបិទតាមរយៈ tele នេះបានណាអញ្ចឹងដើម្បីបិទវាដំបូងយើងត្រូវបិទ tele ហ្នឹងសិនឲ្យវាចេញភ្លើងពណ៌ក្រហមសិនណាអញ្ចឹងដើម្បីឲ្យចេញភ្លើងពណ៌ក្រហមយើងចុចវាជាប់នេះហើយបន្ទាប់មកយើងអាចធ្វើការបិទបានណាអញ្ចឹងដើម្បីបិទវាយើងចុចអាក្រោម2ដងអាលើម្ដងជាប់គ្នាណា1 2ចឹងប៉ុណ្ណឹងវាបិទអានេះឥឡូវយើងចាប់ផ្ដើមបើក tele ឡើងវិញណាអញ្ចឹងដើម្បីបើកយើងចុចអាក្រោមទៅចេញភ្លើងពណ៌បៃតងហើយបន្ទាប់មកយើងចុចទៅវាលែងលឺសលេងឃើញទេសោវាដំណើរការបានធម្មតាប៉ុន្តែវាលែងលឺសលេងយើងអាចកាច់សោកាច់អីបានធម្មតាណាអញ្ចឹងអានេះគឺគេហៅនៅក្នុង silent mode ណាសម្រាប់ click ណាអញ្ចឹងScoopy Vario អីដូចជាដូចគ្នាណាអញ្ចឹងវាដូចគ្នាសម្រាប់ពួកហ្នឹងណាហើយបើយើងចង់បើកវិញស្រួលហើយយើងដំបូងយើងបិទវិញណាបិទទៅបិទឲ្យយើងបិទ tele នឹងដដែលទៀតបិទឲ្យវាចេញក្រហមសិនណាបិទឲ្យចេញក្រហមហើយបន្ទាប់មកយើងចាប់ផ្ដើមបើកវិញយើងធ្វើអញ្ចឹងដូចគ្នាណាចុចខាងក្រោម2ដងអាលើម្ដងណាឥឡូវយើងចាប់ផ្ដើមបើក tele វិញថាសលេងវាបើកអត់ណាឥឡូវ tele បើកណាតោះអូខេសាមញ្ញអញ្ចឹងណាអញ្ចឹងចង់ចេះបិទបើកយើងអាចមើលនឹងបានណាអរគុណ